រឿងថ្មម៉ាបបងប្អូនពីរនាក់ថ្មម៉ាបបងគឺត្រូវបានគេយកមកដាក់ឆ្លាក់ជារូបព្រះពុទ្ធដែលគេគោរពគេស្រឡាញ់គេបូជាគេអុជទៀនគេអុជធូបហើយគេថ្វាយបង្គំចំណែកឯថ្មម៉ាបអូនត្រូវបានគេយកមកធ្វើជាកម្រាលឥដ្ឋសម្រាប់គេដើរជន់ឈ្លីនៅពេលនោះថ្មម៉ាបអូនក៏មានភាពច្រណែនជាមួយនឹងថ្មម៉ាបបងជាខ្លាំងថ្ងៃមួយថ្មម៉ាបអូនក៏បាននិយាយទៅថ្មម៉ាបបងថាបងពិតជាសំណាងណាស់មានគេគោរពមានគេស្រឡាញ់មានគេបូជារៀងរាល់ថ្ងៃចំណែកឯខ្ញុំគឺគេដើរជន់គេឈ្លីជើងគេប្រឡាក់ដីប្រឡាក់ធូលីមកជន់លើរូបខ្ញុំហើយជួនកាលក៏មានភាពកក្រិចប្រឡាក់លើខ្ញុំទៀតនៅពេលនោះថ្មម៉ាបងក៏បាននិយាយថាកាលនោះមកពីប្អូនទេជាងឆ្លាក់រូបដែលគេកំពុងតែមកឆ្លាក់រូបប្អូនកែច្នៃរូបប្អូនទៅជាព្រះពុទ្ធប៉ុន្តែមកពីប្អូនទ្រាំមិនបានប្អូនឈឺចាប់ពេកប្អូនរើប្អូនបំរាស់ទៅជាងឆ្លាក់គេក៏ឈប់ឆ្លាក់រូបប្អូនទៅហើយគេក៏កែច្នៃប្អូនទៅជាម៉ាបបាតធ្វើជាបាតសម្រាប់គេដើរជន់នឹងឯងអញ្ចឹងនេះហើយគឺជាការដែលប្អូនមិនចេះស៊ូទ្រាំចំណែកឯបងក៏បងឈឺចាប់ដូចគ្នាតែបងទ្រាំបងស៊ូបងគិតថាថ្ងៃណាមួយបងនឹងមានរូបរាងស្អាតដោយសារការឆ្លាក់ការកែច្នៃរបស់ជាងនៅក្នុងរឿងនេះក៏សបញ្ជាក់ឲ្យឃើញថាជីវិតប្រចាំថ្ងៃរបស់យើងការជួបភាពលំបាកវេទនាសពបែបយ៉ាងមានការឈឺចាប់មានការមាក់ងាយមានការប្រមាថពីមនុស្សជុំវិញខ្លួនទៅធ្វើឲ្យយើងមានភាពរឹងមាំធ្វើឲ្យយើងមានភាពក្លាហានជំនះរាល់ឧបសគ្គទាំងអស់ដែលកើតមកលើចំពោះរូបយើងអរគុណនៅបញ្ហាអរគុណនៅភាពមើងងាយទាំងឡាយដែលធ្វើឲ្យយើងមកដល់ថ្ងៃនេះមានភាពរឹងមាំ